Rễ ní đã đâm nơi lư tức đầyในสกเกียนสวายปปันนานี่คือจะประเภทเรนมันทองบองปอนเหมือนบ่าจังมาดอเลยนั้นมาจากจะกากว่าบ้านจุ่มเรียบจูนขยมหายคือบ้านอายุบุญชนะใหม่นี่บองปอนเหมือนดามเรนนี่ใช่สกเพียบหายกาทายตัวเราบอกก่อนต่างอ๋อคือตามปปอนจีทอมเจียดEHMบ้านนี้แรงจุ้ยนี่มาดามเนี่ยอายุบุญชนะนี่พลายบานมวยปีใบบุญปรำอายุจะกาบ้านปรำนะท่านเบียร์นี่นี่tôiนั่งยืนผัดเจ้าจ้ะจังดาวมวยนี่คือยืนบ้านปรำพลายให้นำเมียนกาปต่อมาเตียนบ่าจังเข้มจังจุ่มเรียบจูนบองโอนพิจิกาสกอยืนได้การดำร้อนดำน้ำตัวเรนบ่ายืนดำยืนเหมือนบ้านหรือใดดีบ่าจะมีสู้บองโอนไปเชียกะสกอยืงไงนี่ไงตีดอกบูนขายปรำชนำปีปอนมาไผ่ปรำเข้มบ้านบอกดอลเลยจำกามุ้ยในขนมตักใดไข่กันดาลบ้านนี้คือเชียจำการะบอกโอนปลอกขังไหนโอนปลอกช่วยได้ยมช่วยสลายเตียงบ้าให้ในที่นี้คือดำบอลในกระดาษช่วยกระดาษภูมิตีตังภูมิศาสตร์บ่ยืงตีตังภูมิศาสตร์ในที่นี้ภูมิกำปงภูมิประเดตนุกคุมกำปงสไฟส์ร็อกเก็นสไฟส์ไข่กันดาวบ่าให้เพลย์ได้โจมาตามวอร์ดไอ้กระดาษวอร์ดนั้นตามวอร์ดพลังกอสลาเกตหายประสาทปรำบ้าพลังกอสลาเกตหายประสาทปรำบ้านจะมีสู้บองโอนไปจีกาสกอยังทั้งไงนี้จำบ้านบอกดอเลยจำกาโอนโปรนี้จำกานี้มีในทาปีบุญชนะมนก่อนจับดำดอกดำน้ำเทรนให้ไอ้บ้านจีโอนปีกลอมาโอนมาดำน้ำไอ้คลาได้กลองมกคือดำมีนสไวเจ๊ดงโกรยบ้าเจ๊ดงโกรยจังเบอร์จมพูบอลพิซซ่าสไวไอ้โอนมีนบอลพิซซ่าเป็นยังไงบ้าจังจ้องให้เอาไว้บ้านจียมเคยในตอนนี้มีสายตามีนดำดอกดำน้ำเทรนมูลให้ไอ้บ้านเตะจัดโอนมาดำดอกดำน้ำเทรนมูลให้แต่ซาดำน้ำเทรนคือชื่อดำน้ำได้มีนสักการนุปุลบ้ามีนสักการนุปุลมันไงให้ก็ชื่อดำน้ำมวยได้ทำไมสมัยในเลยตักได้กินสไวด์របស់យើងនេះដែរអញ្ចឹងណាបាទអញ្ចឹងឆ្លងការដាំដុះដំណាំទរេននេះមកដល់ឥឡូវហ្នឹងមានរយៈពេលប្រហែលឆ្នាំហើយតាមរយៈការដាំដុះមកវាមានរយៈពេល4ឆ្នាំហើយ4ឆ្នាំហើយការថែទាំដំណាំទរេនជាមួយស្វាយអញ្ចឹងខុសគ្នាអត់ខុសគ្នាឆ្ងាយខុសគ្នាឆ្ងាយបាទហើយពេលកំពុងតែថែទាំដំណាំទរេនហ្នឹងមានចិត្តថាដាំទៅកើតអត់ពីដំបូងគឺមានចិត្តថារីករាយហើយដល់ប្រហែលខែប្រហែលថ្ងៃក្រោយបានចាប់ដើមមានសញ្ញាណថាអាការរីករាយហ្នឹងចាប់ដើមបង្កើនភាពជំនឿចិត្តទៅប្រហែលឆ្នាំប្រហែលខែក្រោយខ្ទង់ជារយៈពេល2ឆ្នាំលោកគ្រូបាទចាប់ដើម2ឆ្នាំទៅគឺចាប់ដើមមានទឹកចិត្តនៅក្នុងការថែទាំហេតុអីពេលហ្នឹងដោយសារតែពេលដាំហ្នឹងគឺពីមុនគឺវានៅខ្សោយវាមិនតាន់ជាវាមិនលូតលាស់បាទលោកគ្រូបាទពេល2ឆ្នាំទៅ3ឆ្នាំក្រោយគឺវាលូតលាស់ប្លែកបាទអញ្ចឹងបាទចំពោះបងប្អូនជាកសិករយើងដែរទឹកដីនៅគៀនស្វាយនេះគឺជាដីគេហៅថាអាចនិយាយថាដីសណ្ដទន្លេមេគង្គយើងបាទដូច្នេះចំពោះការដាំដុះដំណាំទុរេនគឺយើងកាលណាយើងនិយាយថាដាំដុះដំណាំទរេននៅលើទឹកដីគៀនស្វាយនេះគឺគេមិនយកចិត្តទុកដាក់នៅក្នុងការស្ដាប់ទេពីព្រោះបងប្អូនវិជាកសិករយើងកន្លងមកគឺថាដីគៀនស្វាយគឺដាំដុះដំណាំទរេនមិនកើតឡើយបាទពាក្យដែលមិនកើតហ្នឹងបោះក៏ជាហេតុផលមួយដែលធ្វើឲ្យបំបាក់ទឹកចិត្តបើយើងមិនព្រមស្រាវជ្រាវយើងមិនខិតខំទៅរកវាគឺវានឹងប្រកាសជាមិនកើតមែនប៉ុន្តែឆ្លងកាត់ប្អូនប្រុសខិតខំកន្លងមកលទ្ធផលយ៉ាងម៉េចតរេនឥឡូវអាយុប៉ុន្មានហើយតរេនហ្នឹងតរេនឥឡូវវាអាយុ4ឆ្នាំហើយលោកគ្រូបាទហើយមានផ្លែនៅមានទេគ្រូមានផ្លែសบายចិត្តអត់សบายចិត្តគ្រូបាទហើយសង្ឃឹមថាបានផ្លែហូបអត់ថ្ងៃនេះបានហូបបានអូខេបានហើយអញ្ចឹងចំពោះបងប្អូនវិជាកសិករយើងដែរថ្ងៃនេះខ្ញុំនឹងនាំបងប្អូនវិជាកសិករយើងទៅមើលការដាំដុះដំណាំតរេនរបស់គាត់បាទនៅទីនេះបងដាំប្រហែលដើមនៅទីនេះតរេននេះ100ដើមបាទនៅទីនេះគឺតរេនដែលគាត់ដាំហ្នឹងមានចំនួន100ដើមហើយខ្ញុំនឹងតិចខ្ញុំនឹងបង្ហាញអំពីការដាំដុះរបស់គាត់ជាបន្ថែមទៀតបាទអញ្ចឹងក្នុង100ដើមដែលថែទាំតរេនវាថែទាំការប្របាដោយសារយើងដាំមកលើដីនេះជាប្រភេទដីសបាទជាដីល្បប់បាទដីល្បប់ទន្លេមេគង្គ
chẳng dương thai to máu dương banประมาณភាគរយបានតែ70%ទេណាចុះ30%កត្តាអីខ្លះដែលធ្វើឲ្យ30%ហ្នឹងរៀងចេញលទ្ធផលអវិជ្ជមានរៀង30%ដោយសារការមើលថែយើងអត់សូវដិតដល់បាទទី1ដោយសារការមើលថែមិនដិតដល់ហើយទី2ចំណុចមួយទៀតគឺចំពោះពាក្យចចាមអារាមបាទនិយាយឆ្វេងនិយាយស្ដាំធ្វើឲ្យតួអង្គយើងដែលកំពុងតែអនុវត្តនៅពេលហ្នឹងបាក់ទឹកចិត្តឬមួយក៏ដូចថាគេហៅផ្ទុយដំណើរយើងបន្តិចបាទអញ្ចឹងទៅជាហេតុធ្វើឲ្យចំការតរេនដែលគាត់ដាំនៅទីនេះមានចំនួន100ដើមអញ្ចឹងលទ្ធផលវិជ្ជមានរបស់គាត់បាន70ដើមអញ្ចឹង30ដើមទៀតគឺវាមិនថាខូចទេគ្រាន់តែថាគេអាយុ4ឆ្នាំម្ដងប៉ុនធំអស់ហើយតែអស់នោះវារៀងតូចអញ្ចឹងដូចវារៀងតូចចេះមកអូខេអញ្ចឹងយើងមកមើលបងប្អូនគ្នាតរេននេះដែលដាំនៅលើទឹកដីនៃស្រុកគៀនស្វាយប៉ុណ្ណានេះគឺជាប្រភេទតរេនម៉ាន់ថងបងប្អូនមើលបាទអញ្ចឹងមកដល់ឥឡូវហ្នឹងម្ចាស់ចកាគាត់បានជម្រាបជូនខ្ញុំហើយគឺបានអាយុ4ឆ្នាំហើយនេះបងប្អូនមើលដើមតរេននេះអញ្ចឹងសុខភាពហើយការថែទាំរបស់គាត់ទាំងអស់គឺតាមប្រព័ន្ធជីធម្មជាតិ EHM បាទ EHM បាទអញ្ចឹងយើងសួរថាមានផ្លែអត់មកមើលខាងនេះបាទមើលខាងនេះមើលបង្ហាញមើលមានផ្លែអត់បាទនេះបងប្អូនមើលមានផ្លែទេបងប្អូនផ្លែនេះឡើងជ្រុះហើយនេះមួយដើមនេះអាយុ4ឆ្នាំនេះផ្លែបាន1 2 3 4 5អាយុជាការបាន5ណាថាវាអានេះតូចហ្នឹងយើងផាត់ចោលចុះអញ្ចឹងដើមមួយនេះគឺយើងបាន5ផ្លែហើយនៅមានផ្កាបន្តមកទៀតបាទអញ្ចឹងខ្ញុំចង់ជម្រាបជូនដល់បងប្អូនជាកសិករយើងដែរការដាំដុះដំណាំទុរេនបាទយើងដាំយើងមិនបានរើសដីទេគឺសំខាន់បំផុតគឺយើងរើសម្ចាស់ហើយនឹងរើសប្រភពទឹកបាទអញ្ចឹងកន្លងមកបងប្អូនមើលគាត់ដាំមកបងប្អូនគាត់មួយនេះសិតតែជាទស្សនវិជ្ជានៃការស្កាក់សំណល់ដែលគាត់សល់ពីដាំស្វាយកែវល្មៀតបាទដាំស្វាយកែវល្មៀតបាទអញ្ចឹងមើលតំបន់នេះគឺតរេនរបស់គាត់បែបនេះបាទថ្ងៃនេះវីដេអូនេះគឺចង់ប្រាប់ថាដាំតរេនអត់បានរើសដីទេមើលដីរបស់នេះបែបនេះអញ្ចឹងអ្វីក៏ដោយក៏ក្រោមការខិតខំរបស់គាត់ថែទាំគ្រប់សពបែបយ៉ាងរបស់បងអូនជួយម្ដងទៀតមិនតន់និយាយសេរីទៀងបាទបងអូនសេរីទៀងមកយើងដើរមួយគ្នាតទៀតបាទមកមើលទៅនេះមកនោះយើងមើលខាងនោះមានអាណារៀងតូចហ្នឹងហើយដែលវាល្អបាន70%តែវាអវិជ្ជមាន30%បាទនេះដើមរបស់យើងនៅនេះមើលខាងនេះដើមតរេនអស់នេះអញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយដើមតរេនទាំងអស់នេះគឺមានន័យថាវានឹងចាប់ដើមផ្លែកាន់តែច្រើនជាងឆ្នាំនេះបាទហើយបងប្អូនមើលទៀតនៅពេលណាដែលយើងដាំឆ្លូកជាមួយស្វាយហើយដល់ពេលយើងឆ្លូកជាមួយស្វាយអញ្ចឹងវាឆ្លោះជាមួយដើមស្វាយទាំងអស់នេះដែលខ្ពស់ជាងវាជាហេតុធ្វើឲ្យដើមតរេនរបស់យើងនេះវារៀងអីគេវារៀងស្រងឡើងទៅលើចង់និយាយថាវាអត់សាខាធំទេបាទណាអញ្ចឹងបាទបងប្អូនមានសំណួរអីដែលចង់សួរខាងខ្ញុំទៀតអត់បាទអញ្ចឹងមើលតួខាងនេះបាទនេះដើមនេះល្អណែដើមនេះល្អអញ្ចឹងមានន័យថាឥឡូវហ្នឹងគឺយើងដាំតរេនពពួកតរេនម៉ាន់ថងអញ្ចឹងចង់ជម្រាបជូនបងប្អូនយើងដែរដាំតរេនអត់រើសដីទេប៉ុន្តែសុំកំណត់យកពូជនៃតរេនម៉ាន់ថងសម្រាប់យកមកដាំព្រោះអីតរេនម៉ាន់ថងជាតែពូជលមោផ្លែដូច្នេះកត្តារើសដីហ្នឹងគឺសឹងតែយើងដកវាចោលឲ្យតែយើងថែវាបានអញ្ចឹងប្រកាសជាផ្លែឥឡូវហ្នឹងមិញវីដេអូខាងលើហ្នឹងយើងឃើញផ្លែហើយបាទណាអញ្ចឹងយើងមើលកត្តាអស់នេះដើមខ្លះនេះបាទដើមខ្លះហ្នឹងវានៅមានលក្ខណៈកំសោយបែបនេះកំសោយហ្នឹងនៅក្នុងហ្នឹងវាចូលរួមជាមួយប្រព័ន្ធទឹកវាចូលរួមជាមួយនឹងការលើកទឹកចិត្តវាចូលរួមជាមួយនឹងពាក្យផ្សេងអ្នកដែលបងប្អូនយើងដែលនៅតាមតំបន់នេះគេឲ្យគេចេះនិយាយថាបានដាំបានទេតិចទៀតគេថាដាំហើយហ្នឹងបានហើយអត់ផ្លែទេតិចទៀតគេថាផ្លែហើយហូបមិនឆ្ងាញ់រួចតិចទៀតគេថាផ្លែហើយហ្នឹងតិចទៀតហ្នឹងលះងាប់ទៅទៀតបាទអញ្ចឹងជំរាបជូនបងប្អូនជាកសិករអត់ទេការដាំដុះដំណាំទុរេនបើសិនជាយើងចេះបច្ចេកទេស
bà dừng chết chạy thế biết là chết chạy thế cứ dừng đăng âm pi trở rất lẹ cả nè này đam từ nó bỏ dương mệt chẳng dừng đã hào vì si tới tam đầm na này môi bỏ về tới bạc cót chi miền phai miền cá hay năng miềnอายุbàn dung đôi cái này còn bàn tay bờ sân gì dương pra lẹ cả nè bằng khom dương phim dương để dương trong bàn cái hai ta từ đến có bạch cún bà viên đằng trên mắt cún có bạch ao dương bình lại cho mình điệp chun chẳng đấy chẳng từ đến tặng ó đấy dương đang mót hai tam bọc pon chi thom mà trên y ấm dương từ tua ban pol với chữ miền bà chở ấn sợ bãi chết đấy mưa nơi khang đấy mà rồi đam chẳng dây thoáng anh ấy nơi cái nón đấy ban lọ xa lọ chất sấp bà miền này sao sẽ rồi miền bành hà ok trong miền ở vậy chết mà dương trốn nó bằng chỗ môi chết mà ok ní quan này thải tóm hai ní bà hai ní cứ cái hai ta mê là món mà ní còn này cái thải tóm này con ní mơ ca khó thở cục sọc bẹp dáng tại lúc hai ní còn chưa chạy từ lừa ấy cái chưa chạy từ lừa thả đâm từ đến mình rồi đầy đi tại trong khối còn thử bản buồn cho nằm khối bản thử bản mà đấy chẳng sân khăm ta bong ôn bị chia cả sẽ co dưỡng đài là nước sọc kiên xoáy bà đài nước đầm bòn xình tay ta miên bịa cho cha mà làm thả đâm từ đến to tại rực đầy bà chùm điệp chun thả lớn đi nơi con sọc kiên xoáy rồi bỏ dưỡng miên chùm ca từ đến hủi xẻ hái chùm ca từ đến hia hái đài miên chùm nuốn mùi rồi đám bà có đam ban chuột chay ban chặt sập đám hai miền phải hai mấy đôi nhom video hàng lớn nhom ban chùm điệp chun hái lấy buôn cho năm máu miền này thả đây terrain kiên xoáy lấy nó đây nơi non sọc kiên xoáy giống đam terrain cà thải lấy phèm đọp ngay tết tá ru chít ngành bài bách dương nâng chùm điệp chun chùm môi bong ôn chụp bằng to để tiệt để cho nên sừng khâm ta ngày nước nhom nâng chụp hai anh to để tiệt á ok chắc ở con chân xong ở con chân xong chùm điệp lìa bye bye